វត្តអំពីរបាំត្រុដរបាំត្រុដជារបាំជនជាតិសម្រែដែលជាជនជាតិដើមមួយតាំងពីបុរាណកាលមកជនជាតិសម្រែសប្តាហ៍ថ្ងៃច្រើនរស់នៅក្នុងភូមិភាគខាងជើងបឹងទន្លេសាបជារៀងរាល់ពេលចូលឆ្នាំជនជាតិសម្រែតែងតែយករបាំត្រុដនេះទៅលេងថ្វាយព្រះរាជាខ្មែរនៅអង្គរជារបាំប្រជាប្រិយមួយបែបដែលគេនិយមលេងពេលចូលឆ្នាំថ្មីដើម្បីប្រសិទ្ធពរដល់អ្នកស្រុកម្យ៉ាងទៀតរបាំត្រុដនេះផ្សារភ្ជាប់នឹងជំនឿបន់ស្រន់សុំទឹកភ្លៀងនៅពេលដែលមានការរាំងស្ងួតក្នុងរបាំនេះគេនិយមប្រើកន្ទុយក្ងោកដោយគេយល់ឃើញថាក្ងោកតំណាងព្រះអាទិត្យមនុស្សបន់ស្រន់អង្វរព្រះអាទិត្យសូមឲ្យព្រះអាទិត្យផ្ដល់អំណោយទឹកភ្លៀងគ្រប់គ្រាន់ដើម្បីស្រែចម្ការតាំងពីសម័យបុរាណកាលរហូតមកដល់ពេលបច្ចុប្បន្នប្រជាពលរដ្ឋខ្មែរនៅតែមានការពេញនិយមនិងមានជំនឿទៅលើការសម្ដែងរបាំត្រុដដែលគេជឿថាការសម្ដែងរបាំត្រុដនឹងជួយបណ្ដេញរាល់ចង្រៃឧបទ្រពបណ្ដេញខ្មោចព្រាយបិសាចឲ្យចាក់ចេញឆ្ងាយហើយជួយឲ្យឆ្នាំថ្មីទទួលបានជោគជ័យសិរីសួស្តីឆ្លងពីឆ្នាំចាស់ចូលឆ្នាំថ្មីនិងសម្បូរសប្បាយរុងរឿងចំពោះគ្រឿងតុបតែងវិញមានដូចជាមុខភ្លុកមកុដស្នែងប្រើសស្នែងទំសោងកន្ទុយក្ងោកនិងក្រចកដែលឡើយសម្រាប់តួសម្ដែងរបាំត្រុដរួមមានសម្ដែងជាសត្វប្រើសព្រានព្រៃយក្សព្រាយស្រីក្រចកវែងសត្វក្ងោកសត្វទំសោងព្រមទាំងអ្នកវាយស្គរដៃអ្នកកាន់ចង្ក្រងនិងកញ្ញាច្រៀងដឹករបាំដោយពាក្យពេចន៍ប្រើនៅក្នុងចម្រៀងមានភាពខុសគ្នាទៅតាមក្រុមសម្ដែងសម្រាប់វត្តមានរបស់តួអង្គនៃរបាំត្រុដមានការបែងចែកនៅសភាវៈល្អនិងសភាវៈអាក្រក់និងបង្ហាញនៅលក្ខណៈពិសេសនៃរបាំត្រុដយោងតាមសៀវភៅរបាំប្រជាប្រិយខ្មែរនៃក្រុមជំនុំទំនៀមទម្លាប់ខ្មែរសរសេរចងក្រងអត្ថន័យពាក្យត្រុដជាពាក្យដើមមកពីភាសាសំស្ក្រឹតប្រែថាផ្ដាច់ឬកាត់ផ្ដាច់គឺសំដៅដល់ការផ្ដាច់ឆ្នាំឬការកាត់ផ្ដាច់ឆ្នាំចាស់ចូលទៅក្នុងឆ្នាំថ្មីនិងមានជាប់នាមព្រះរាជពិធីមួយហៅថាតេសសង្ក្រាន្តសម្រាប់របាំបុរាណខ្មែរមួយនេះផងដែរគឺមានអត្ថន័យផ្ដល់នូវផលប្រយោជន៍សុភមង្គលដល់មនុស្សគ្រប់រូបនិងបណ្ដាញឧបទ្រពចង្រៃចេញពីផ្ទះពីភូមិស្រុករបស់បងប្អូនប្រជាពលរដ្ឋខ្មែរជាងនេះទៅទៀតលក្ខណៈពិសិដ្ឋបំផុតរបស់របាំត្រុដគឺជំនឿលើបុព្វការីជនក្រោមរូបភាពសត្វប្រើសឬក្ងោកដែលឆ្លុះបញ្ចាំងនៅការឯកភាពផ្នែកជំនឿសាសនាចូលរួមលើកស្ទួយថែរក្សាការពារទំនៀមទម្លាប់ប្រពៃណីវប្បធម៌និងអរិយធម៌ដ៏រុងរឿងវប្បធម៌រលត់ជាតិរលាយវប្បធម៌ពនរាយជាតិកាន់វប្បធម៌គឺជាដួងព្រលឹងជាតិការថែរក្សាការពារសម្បត្តិវប្បធម៌ជាតិគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា